សារតែខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកនូវចំណេះដឹងចែករំលែកនូវក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួននៅថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្រៀនជីវភាពគ្រួសាររបស់ខ្ញុំអត់សូវធូរធារអញ្ចឹងម៉ាក់អត់មានលទ្ធភាពឲ្យខ្ញុំបង់រៀនភាសាអង់គ្លេសម្ដាយរបស់ខ្ញុំហ្នឹងគាត់ឈឺអញ្ចឹងគាត់អត់ប្រកបមុខរបរឯងគាត់មានជំងឺលើសឈាមអញ្ចឹងគាត់អាចធ្វើការអីបានទេជំរាបសួរនាងខ្ញុំឈ្មោះចម្រើនស្រីនីតរៀននៅថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋសប្តាហ៍ថ្ងៃនាងខ្ញុំរស់នៅទីក្រុងភ្នំពេញរីឯស្រុកកំណើតរស់នៅខេត្តកំពង់ចាមសប្តាហ៍ថ្ងៃនាងខ្ញុំមានបងប្អូន3នាក់នាងខ្ញុំជាកូនបងម្ដាយរបស់ខ្ញុំហ្នឹងគាត់ឈឺអញ្ចឹងគាត់អត់ប្រកបមុខរបរឯងគាត់មានជំងឺលើសឈាមអញ្ចឹងគាត់អាចធ្វើការអីបានទេចំណែកឲ្យប៉ាវិញគាត់លក់ដូរនៅផ្ទះចំពោះគ្រួសាររបស់ខ្ញុំជីវភាពអត់សូវធូរធារអាចហាមជាមធ្យមកាលពីមុនខ្ញុំរៀននៅសាលាឯកជនមួយកន្លែងមុនពេលដែលខ្ញុំបានចូលរៀននៅសាលាអង្គការលោកស្ទួយប្រជាពលរដ្ឋហ្នឹងផលវិបាកនៃសាលាមុនរបស់ខ្ញុំហ្នឹងដោយសារតែខ្ញុំអត់បានរៀននៅភាសាអង់គ្លេសដោយសារតែត្រូវបែងចែកជាពីរវេនដូចគេមានវេនខ្មែរនិងវេនភាសាបរទេសប៉ុន្តែដោយសារតែជីវភាពគ្រួសាររបស់ខ្ញុំអត់សូវធូរធារអញ្ចឹងម៉ាក់អត់មានលទ្ធភាពឲ្យខ្ញុំបង់រៀនភាសាអង់គ្លេសនេះគឺជាមូលហេតុឬក៏ជាផលវិបាករបស់ខ្ញុំនៅពេលដែលខ្ញុំរៀននៅសាលាមុននឹងចូលអង្គការលោកស្ទួយប្រជាពលរដ្ឋនៅក្នុងគ្រួសាររបស់ខ្ញុំហ្នឹងគឺប៉ាគឺជាអ្នកដែលចេញមុខក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមគ្រួសារចំពោះខ្ញុំស្គាល់សាលាអង្គការលោកស្ទួយប្រជាពលរដ្ឋនេះតាមរយៈអ្នកជិតខាងដោយសារតែគាត់មានកូនរបស់គាត់រៀននៅសាលានឹងដែរហើយគាត់ក៏បានណែនាំឲ្យម៉ាក់របស់ខ្ញុំអញ្ចឹងម៉ាក់របស់ខ្ញុំក៏បានបញ្ជូនខ្ញុំឲ្យមករៀននៅសាលាអង្គការនេះកត្តាដែលជំរុញឲ្យខ្ញុំបានចូលរៀននៅសាលាអង្គការលោកស្ទួយប្រជាពលរដ្ឋហ្នឹងទី1គឺដោយសារអ្នកជិតខាងដោយសារតែកូនរបស់គាត់នឹងរៀននៅសាលានឹងដែរហើយកូនរបស់គាត់នឹងទទួលបានលទ្ធផលល្អរាល់ខែអញ្ចឹងក៏ជាកត្តាមួយដែលជំរុញឲ្យម៉ាក់របស់ខ្ញុំនឹងជំរុញឲ្យខ្ញុំមករៀននៅសាលានឹងហើយខ្ញុំក៏មានកូនចិត្តមួយគិតថាចេះបើខ្ញុំអាចមករៀននៅសាលានឹងខ្ញុំក៏អាចប្រកែដូចកូនគាត់បានដែរឬក៏ទទួលបាននូវចំណេះដឹងថ្មីៗពីសាលាមួយនឹងផងដែរនៅពេលដែលខ្ញុំបានចូលរៀននៅសាលាអង្គការលោកស្ទួយប្រជាពលរដ្ឋនឹងខ្ញុំទទួលបានសមិទ្ធផលជាច្រើននៅពេលដែលខ្ញុំបានចូលរៀននៅសាលា PO នឹងទី1គឺការទទួលបានការអប់រំគឺខ្ញុំមានការទទួលបានការអប់រំមានការអភិវឌ្ឍខ្លួនច្រើនជាពិសេសគឺចំណេះដឹងដោយការពីមុនខ្ញុំរៀននៅសាលាចាស់របស់ខ្ញុំនឹងខ្ញុំអត់សូវបានរៀនពីភាសាអង់គ្លេសទេប៉ុន្តែនៅពេលដែលខ្ញុំបានចូលមករៀននៅសាលា PO នេះខ្ញុំទទួលបាននូវចំណេះដឹងផ្នែកភាសាបរទេសបានច្រើនដូចខ្ញុំចេះអានចេះកល់ចេះសរសេរហើយអាចនិយាយជាមួយនឹងអ្នកឧបត្ថម្ភមកសាលាទី2គឺបទពិសោធន៍របស់ខ្ញុំនេះគឺខ្ញុំអាចចូលរួមនៅក្នុងការរៀបចំកម្មវិធីផ្សេងៗរបស់សាលាដូចជាកម្មវិធីចែកសញ្ញាបត្រចែកបានសរសើរផ្សេងៗទៅដល់សិស្សានុសិស្សនិងកម្មវិធីសង្ក្រាន្តហើយនិងកម្មវិធីផ្សេងៗជាដើមដែលសាលាបានរៀបចំហើយទី3គឺខ្ញុំអាចក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិស្សហើយក៏បានអភិវឌ្ឍខ្លួនទៅជាអនុប្រធានក្រុមប្រឹក្សាសិស្សដែលមាននាទីក្នុងការកែប្រែសណ្ដាប់ធ្នាប់នៅក្នុងសាលានឹងឲ្យកាន់តែល្អជាងមុនទី4គឺខ្ញុំអាចមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងសាលាទៅតាមកម្មវិធីដែលសាលាដាក់ឲ្យជាច្រើនដូចជាកម្មវិធីប្រកួត debate កម្មវិធីប្រកួត speaking ឬក៏សិស្សប្រកែកផ្សេងៗដែលសាលាបានដាក់នៅក្នុងសាលានៅថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្រៀនមូលហេតុដែលខ្ញុំចង់ធ្វើជាគ្រូបង្រៀននឹងដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកនូវចំណេះដឹងចែករំលែកនូវក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនជាចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់លោកស្រីនួនភីមានដែលបានស្ថាបនិកសាលានេះឡើងដើម្បីជួយទៅដល់ក្មេងកំព្រានិងក្មេងដែលក្រីក្រខ្វះថវិកាក្នុងការចូលរៀនដើម្បីទទួលបាននូវចំណេះដឹងនិងម្ចាស់ឧបត្ថម្ភចាស់ស្វ័រដែលបានឧបត្ថម្ភតាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃនេះ